បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកថតប្រភេទ Ford ឲ្យបងប្អូនមើលទៀតហើយគឺជាប្រភេទFranco អានេះគេហៅថានេះនៅខាងក្រោយខ្នងខ្ញុំនេះគឺគេហៅថាប្រភេទ Franco Raptor បាទ Ford ក្រុមហ៊ុន Ford Franco Raptor ហើយចង់ថតឲ្យបងប្អូនមើលពីតម្លៃបន្តិចថាប្រភេទហ្នឹងវាបែបម៉េចអា Raptor ហ្នឹងបាទប្រភេទFranco ហ្នឹងគឺជាប្រភេទនេះបើ regular របស់វាគឺជាគេធ្វើប្រភេទចេះធម្មតាចេះដូចក្រោយខ្នងខ្ញុំនេះតែប្រភេទពួក Raptor គឺគេធ្វើចេញមកគឺប្រភេទ off road កាចបាទសាច់ដុំធំហើយបើសិនជាប្រៀបធៀបវិញគឺជាប្រភេទ Jeep បាទប្រភេទJeep របស់យើងហ្នឹងចឹងហើយពួកប្រភេទ Jeep Rubicon Jeep អីហ្នឹងតែប្រភេទJeep Rubicon Jeep អីដែលគេយកទៅលក់យកអីនៅស្រុកខ្មែរហ្នឹងគឺជាប្រភេទត្រឹម4ម៉ាស៊ីន4អីទេតែបើអាហ្នឹងវាបើប្រៀបធៀបទៅនោះវា regular ដូចជាពួកអស់នោះតែបើសិនជាគេយកប្រភេទពួកJeep ពួកម៉ាស៊ីនធំបាទចាប់ពី6ម៉ាស៊ីន8ម៉ាស៊ីនឡើងទៅគឺនេះគេប្រៀបធៀបជាមួយពួកFranco នេះហើយដែរបាទហើយគឺពួកវាគឺ the best ហើយពួកពីរអ្នកហ្នឹងFranco ហើយនិងJeep ហ្នឹងតែបើសិនជាឲ្យទៅរួចជាមួយJeep កម្រិតFranco នេះនៅមានកម្រិតតែបើសិនជាភាពសង្ហាFranco នេះសង្ហាជាងតែបើសម្រាប់កាំងបើឲ្យពួកជនជាតិគាត់ចូលចិត្តគឺគាត់ចូលចិត្តប្រភេទJeep ហើយបាទJeep វាមានន័យថាវា the best ប្រវត្តិរូបរបស់វាល្អអញ្ចឹងណាបាទហើយខ្ញុំធ្លាប់ជិះJeep ក៏មានអារម្មណ៍ថាល្អខ្ញុំធ្លាប់បើកtruck ខ្ញុំពីមុនមកហើយដល់ពេលប្រភេទ Land Off Road ខ្ញុំណាតែដល់ពេលមកដាក់Jeep ទៅបានដឹងថាខុសគ្នាស្រឡះបាទនៅតែនេះទេអត់តាន់តែខ្ញុំចូលចិត្តFranco នេះមែនតើបាទប្រភេទFranco នេះគឺមើលទៅស្អាតសាច់ដុំតែតម្លៃវាក៏កប់ពពកដែរបាទតម្លៃវា 100000 ហើយចឹងហើយចាំមើលតម្លៃ 100000 ហ្នឹងវាបែបម៉េចទស្សនាទាំងអស់គ្នាអូខេបាទមកលវែងនេះគឺគ្រាន់តែយើងរាប់ពីធ្វើអសនេះមកណាបាទត្រឹមអសនេះរហូតមកដល់អសខាងនោះនេះសនេះប្រហែល2 4 6ប្រភេទពួកFranco ប្រភេទ Raptor បាទរាប់ទៅ 100000 200000 300000 400000 500000 60000គ្រាន់តែ6គ្រឿងហ្នឹងគឺ$60000បាត់ហើយបាទបើផ្ទះមួយខ្នងអូខេឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមមុនគេគឺខ្មៅនេះបដ ாய் បាទនេះ option របស់វាគឺ full ជាងគេណាបាទក្រៅពីហ្នឹងគឺ option របស់វាគឺគេអត់លេងតែមលេងអីទេតែតម្លៃខុសគ្នាធ្វើតាម1000 2000ជាងទេតែពួកនេះវិញគឺ94000 90000ជាងអីចឹងទៅបាទតែអានេះមួយគឺរៀងថ្លៃជាងគេដោយសារវាគេលេងប្រភេទ sport ណាបាទ sport ទឹកស្អាតមែនតើហើយឥឡូវខ្ញុំឲ្យបងប្អូនមើលរៀងមកជុំមិនគេថាវាបែបម៉េចបាទពណ៌សមើលមកវាលិចជាងបាទវាស្រួលមើលថារៀងវាបណ្ណារៀងវាបណីអញ្ចឹងណាបាទបើថាពណ៌ខ្មៅយើងពិបាកមើលតិចតែអានេះមើលទៅឃើញរៀងដែរបាទតែស្អាតបើសិនខ្ញុំថតឲ្យបងប្អូនមើលពីអានេះសិនហើយតម្លៃដូចប្រាប់បងប្អូនមកអញ្ចឹងគឺតម្លៃវា100000បាទយើងនិយាយ100000មកហើយទៅវាស្រួលស្ដាប់បដ ாய் ណាបាទដោយសារវា90000ខ្វះធ្វើ1000ជាងអីវា100000ហើយអញ្ចឹងហើយយើងថាតម្លៃវា100000តែអានេះដាក់100000ជាងហើយបាទបបស្អាតទេខ្ញុំចូលចិត្តនិយាយទៅមើលទៅឃើញ style របស់វាភ្នែករបស់វាធ្វើចេញមកគឺអែមណាបាទប៉មfog light របស់វានេះក៏ដូចជាស្អាត stainless steel គេនេះស្អាតមែនតើហើយបាទអូណែនហាប់មើលជើងក្រោមខាងគេ Fox Sock ដល់ក off road បាទចាំនេះមកតហឹងសម្រាប់សណ្ដោងឯនេះស្អាតមែនតើហើយនេះភ្លើង3គ្រាប់បនគេហើយនេះ style បនគេអូខ្ញុំស្រឡាញ់
nhung sờ lạnh một bọn raptor mình nhung sờ lạnh một việc chạy tại đôi chia anh ấy bớt sân giờ về lên nhà style nó có sao đấy na bỏ xó và tại còn là việc ăn miền là style nó người mơ và giờ miền style mơ mơ máu sát chưa là khmau tiệt và nàyสำหรับbỏ xó cái thời trên máu là việc thà regular view mà mình bài sport đó na và mơ tới bớt sân chỉ dương cho chất bài sport dương tàu khmau và giờ dương thon mà đa vì bài raptor Franco nàyได้vận tải vì odd sport con đã mơ tới vì khó khăn tập vấn khó hẳn đi ọt bò cả hôm hay năng ọt miền tem tập vấn năng ấy bây giờ dương sẽ làm bài flat chứ vì ọt xăm dương tao bài flat chứ tao và ta everything cứ đôi khi là khó ta năng mình tê mà mơ bò xó cứ riêng trên máu bài ní boom bò xó so scoop đó này so scoop đó ấy mà hay bây giờ thì nhôm với anh ấy nhôm ở chỗ chặt bò nó cái bò lan bò so hơi style on về nít bò so thiệt tại dân ai đồ ba nó về này thì dân tiền dân tới dân chọn đặt cả bảo phải bơi dân nó khai về dân tới em người tới quan đặt tiết đó và hay ba sân chia vậy là nhưng mà chỗ chất mới thiết là này thiệt rồi cái chọn thiệt lại nè cô na phơi bài lan đọc mờ đấy nè lan đọc mờ này bây giờ thưa lại này bài giờ gloss black thưa ở về lốn á nó sạch vàនេះcameraក្រោម camera ជុំវិញមិនគេណាបាទតែបើសិនជាខ្មៅនេះណែខុសគ្នាតែប្រហែលពាន់ទេណាឃើញទេខុសគ្នាតែបន្តិចទេ2000នេះខុសគ្នាអានេះ 100000 ជាងអានេះ 94000 ខុសគ្នាតែបន្តិចអានេះគេមាន gloss black ចេះឃើញធ្វើចេញមកអាលងចេះអាហ្នឹងទៅបានស្អាតថតអសយបងប្អូនមើលទៅពេលហើយងាកមកតាខ្មៅបាទចិត្តវាដានជាប់ទៅនឹងអាខ្មៅបាទនេះគេមាន sensor មានអីគេអញ្ចឹងទៅបាទខ្ញុំចូលចិត្តបែបនេះជាងដោយសារថាបែប sport មើលទៅខ្ញុំចូលចិត្តខ្ញុំស្រឡាញ់បាទហើយមើលសាច់ដុំគេធ្វើចេញមករឿងសាច់ដុំគេមកកម្មាំងមាំងបាទស្អាត boom មុខគេហើយនេះបាទប្រភេទ Franco Raptor នេះដែរគឺជាប្រភេទ EcoBoost បានគេហ្នឹងគឺប្រភេទ6ម៉ាស៊ីនទេបាទ6ម៉ាស៊ីនគឺគេដកចេញពីមុនមក8ម៉ាស៊ីនបាទតែអស់នេះគឺស៊េរីឆ្នាំ2024ទេបាទស៊េរីឆ្នាំ2024បាទខ្ញុំស្រឡាញ់សាច់ដុំគេបើវាមើលប្រៀបធៀបជាមួយនឹងអាជីពអត់សូវសម្បូរសាច់ដុំដូចអា Franco ទេបាទ Franco នេះគឺសម្បូរសាច់ដុំណាហើយនេះស្អាតមែនតើពុំហើយនេះ style បានគេធ្វើចេញមកតែមិនគេបិទចេញមកបាទគេដាក់ Raptor ហើយខាងក្នុងមិនគេនោះគឺស្អាតហ្មងបាទនេះខាងក្នុងពុំបាទស្អាតទៀតឃើញឡានស្អាតរហូតបាទពុំនេះរឿងគេខាងក្រោយហើយពិសេសជាងគេនេះអាភ្លើងវានេះធ្វើចេញមកស្អាតដាច់ពីជីបភ្លើងអាគូតក្រោយវានេះធ្វើចេញមកដូចជាអត់សូវស៊ីវិល័យសោះជីបធ្វើចេញមករបៀបថា old school ពេកណាបាទថាបនគេចេញមកចូលឲ្យវាចេញមកឲ្យអឹបយ៉ាងមកអែមតុយមួយខ្ញុំចូលចិត្តបាទតែនេះជួគេអត់ធ្វើដែកតែនេះstainless steel តែដល់ពេលក្រោយគេនេះវាអត់ធ្វើបែប sport ទេធ្វើធម្មតាខ្មៅអញ្ចឹងណាហ្នឹងហើយបួរិមវាស្អាតរិមគេប៉មស្អាតមែនតើនេះ back camera សបកង់ Ford Franco Franco គេហ្នឹងគេដាក់រូបសេះចេះសេះកាប់មុខ Franco ស្អាតមើលពីចាហៀងឃើញសាច់ដុំវាស្អាតទេបាទរឿងគឺលងកំមាំងតែខ្ញុំអត់ដឹងថានៅស្រុកខ្មែរយើងមានជីសឬអត់ទេបាទអត់ដឹងថាមានឬអត់ទេបើបងប្អូនដឹងជួយ comment ផងបាទខ្ញុំអត់ដែលដឹងដែរអត់ដឹងតែបើជីបឃើញជីសច្រើនបាទស្អាតបាទមើលខាងក្នុងវាអូ
bụp rock shock sẽ nâng sạt đó nè rock shock nó boom mực căng thùng đó có một bạc tàu nà chứ cả chứ này boom sạt mình tên chụp đây về đi có thơ trên máu riêng on bình vì chùa về dù tới về slay chứ anh và tùm vùng sợ lạnh sẽ đông về mờ đông này về ồ đỏ cỏ em mong mưa khăn không về ồ đỏ cỏ trường cái thịt cái hào thà slap ở chiều vía hay năng bồm vía này bị bay cọt tôm 300 cơ cao thế này lẹ cái lốc đang ra đôi chỉ lừa puộc chứ sụp vô mà bạn đập bên này mũi đập con vô từ làng nôm đang bần nà đấy tùmแต่อันนี้ขมายก็ได้บนแต่อดแบบสปอร์ตเมื่อเต้อดสเต็ปในยมเมื่อเต้việcโดยจิตธรรมดานะว่าแต่ดอกเป็นอันนี้เนี่ยviệcแบบซอให้มีแต้มไปเลยแต่แต้มcáiอดเธอเอาจินจิปอตะกร้อยcáiเธอจินจิปอกับเมาส์ซิลเวอร์ใจvậyนะเมื่อเต้อดสักเลยจีคือไงเมื่อเต้อดสักอาได้จีบางคนแต่ภาษายมตัวอันนี้ไอ้เวียอดเธอไอ้ก็หอมมั้งย้อมช่วยจัดก็หอมนี่เยอะมือแต่วิสปอร์ตก็เธอไอ้เจนมาใช่แต่ภาษาจีบองโอนก็ช่วยจัดแบบแฟลตมือแต่กี่ช่วยจัดแต่ภาษาย้อมช่วยจัดแบบสปอร์ตจังแต่มือแต่ไอ้สะอาดบ่าให้มือแต่ตำไลเวียโดยแต่ย้อมมันปรับแต่ได้จังมาเวียมันเขาเนียเตยคือตำไลโดยเนียคือดับมือยังไงแต่กระดาษปอซอนี่มือแต่แต่cái chợ cái này cái ở thơ đặc màu mình cái thơ ở bài glass black cái thơ chùaแต่แต่ไลท์ដូចគ្នាហើយមកតែមគេខាងណាគេធ្វើបែបសឲ្យខ្មៅគេដាក់ raptor អញ្ចឹងតែបងប្អូនគិតយ៉ាងម៉េចដែរបងប្អូនគិតថាស្អាតទេបើសិនជាយើងប្រៀបធៀបនឹងអាពណ៌មិញឡានពណ៌ខ្មៅគេធ្វើចេញមករៀងបែបទឹកក្រូចហើយនឹងពណ៌សខ្ញុំគិតថានោះលេចជាងមែនទេបាទហើយបើសិនជាពណ៌សចេះដាក់ចឹងមក everything គឺដូចគ្នាទាំងអស់បាទចេញមកដូចគ្នាទាំងអស់ everything តែគ្រាន់តែខុសតែតែប៉ុណ្ណឹងទេមើលអសអត់សូវកាចសភាពទោះបីជាបិទតែមនេះប៉ុណ្ណឹងក៏នៅតែសភាពដែរមើលទៅអត់សូវកាចណាអត់សូវកាចដូចអាខ្មៅមិញអាខ្មៅមិញនេះមើលតែមគេបើបានតែមនេះយកមកដាក់អាពណ៌សលិចហ្មងប៊ូមអានេះវាចំអសស្គូសទៀតងែនៅហ្នឹងបាទហើយបាទតម្លៃហើយនឹងប្រភេទឡានហ្នឹងគឺឲ្យបងប្អូនបានមើលតែប៉ុណ្្នឹងឯងបាទនេះគឺប្រភេទស៊េរីឆ្នាំគេឆ្នាំ2024 4 door 4x4 3.0 EcoBoost V6 engine អញ្ចឹងទៅ10 speed automatic transmission bla 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 នេះតម្លៃវា 97,000 ជាងបាទហើយការកម្រិតនៃការស៊ីសាំងមិនវាគឺយើងចាក់7ចាក់6 កាឡុនជាងវាបើកបាន100ម៉ាយអាហ្នឹងកម្រិតនៃការស៊ីសាំងទុំវាមិនសូវជាស៊ីខ្លាំងដែរស៊ីតិចដែរបាទមក6 កាឡុនយើងបើកបាន100ម៉ាយតែបាទហើយអស់ហើយតែចិត្តដែលនៅជាប់ស្រឡាញ់គឺអាមួយនេះបួបាទវីដេអូក៏បានដល់ទីបញ្ចប់ហើយការដើរថតឡានឲ្យបងប្អូនមើលឲ្យស្គាល់ពីប្រភេទតម្លៃនៃ Franco គេហៅថា Franco Ford Raptor អាហ្នឹងគឺជាប្រភេទឡាន off road ឡានបែបអាជីពបែបអីចឹងណាចង់ឲ្យបងប្អូនបានមើលថាបើសិនជានៅស្រុកខ្មែរយើងមានប្រភេទហ្នឹងសូមបងប្អូនជួយខមមិនប្រាប់ផងថាតម្លៃវាប៉ុណ្ណាឬក៏មានអត់ឬអីចឹងណាបាទហើយបាទក៏សូមអរគុណច្រើនរកការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយ
thòm đa regular chứ ở thọt là bong ôn mơ thế để xài nhom sờ lanhได้บันยมดาthọt thọt bài chẳng ngày mơ chẳng hay có hay bà ở con trăn rồi cả tam đan từng video nhom từng pin này mau hay bà xin chỉ trong ban mơ video ấy chẳng tới chui comment phong chẳng tới nhom chết đa rồi thọt mơ chẳng á bà hay chụp nè bye bye